នេះគឺជារោងចក្រដំឡើងយានយន្តអគ្គិសនីអញៀនហើយថ្ងៃនេះខ្ញុំនឹងក្លាយជាជាងបច្ចេកទេសអគ្គិសនីម្នាក់នៅក្នុងក្រុមហ៊ុននឹងដល់កថ្ងៃនេះហើយប៉ះតើអត់មានឆក់អត់មានទូអត់អីទេហ្នឹងមើលឲ្យដល់ចប់ប៉ះស្គាល់ពីការងារក្នុងវិស័យថាមពលស្អាតហើយនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូអគ្គិសនីមកអញៀននេះមួយគ្រឿងទៀតស្វាគមន៍មកកាន់ The Switch បេសកកម្មស្វែងយល់ពីអាជីពនៅក្នុងវិស័យថាមពលស្អាតឥឡូវនេះវិស័យថាមពលស្អាតកំពុងតែរីកចម្រើននៅកម្ពុជាហើយ Energy Lab Asia បបួលខ្ញុំឲ្យទៅសាក់លបងធ្វើការងារខុសៗគ្នាក្នុងវិស័យនេះរៀងរាល់សប្តាហ៍មុនខ្ញុំបានទៅធ្វើជាអ្នករចនានិងគូប្លង់សូឡានិងជាអ្នកជំនាញគោលនយោបាយថាមពលហើយសប្តាហ៍នេះគឺខ្ញុំនឹងធ្វើជាងបច្ចេកទេសអគ្គិសនីម្ដងហើយឥឡូវនេះខ្ញុំមកដល់ showroom កន្លែងតាំងយានយន្តអគ្គិសនីបងអញៀនទៀតសួស្តីបងសួស្តីបងខ្ញុំបាទឈ្មោះវឌ្ឍនាជាជាងបច្ចេកទេសអគ្គិសនីនៅអូញៀនហើយនេះជាកន្លែងដែលយើងបញ្ចូលអង្គុយរាល់ថ្ងៃអញ្ចឹងការងារអូនឯងហងៃគឺជួសជុលអគុយបើយើងសួរស្ដាប់ណាបាទចាំជួយលើកអត់អី10ជាង10ជាងឯងបងហើយតោះមកយើងដាក់នៅចិត្តហ្នឹងទៅអូខេអញ្ចឹងបងចុចលើ software ហ្នឹងណាកូនចៅសុំអង្គុយបាទបងបាទអត់អីហើយអានេះជាឧបករណ៍ឆែកមើលថាអគុយយើងមានបញ្ហាអីអត់អូខេដល់ដល់ទេណាបាទប៉ុប click the next button ណា next button អាចចុចអានេះទៅបានគឺ short អានេះ touch screen មែនបាទអត់ទេបងអាច reassemble the current sensor connector យ៉ាអីគេអូនអាហ្នឹងមានន័យថាវាអាច overrun មានន័យថាយើងរកឃើញបញ្ហាបាទអញ្ចឹងកិច្ចការងារបងដំបូងជោគជ័យហើយជោគជ័យហើយយើងត្រូវដោះស្រាយបញ្ហានៅថែមទៀតហើយគេឥឡូវចូលដល់កិច្ចការទី2ឥឡូវយើងត្រូវជួសជុលអគុយហ្នឹងមែនតើនេះអញ្ចឹងត្រូវបញ្ហាទី1ចម្បងគឺបងលើកអគុយហ្នឹងរួចដើរលើអត់ខ្ញុំលើកអគុយហ្នឹងឡើងលើនេះរួចអត់ព្រោះឯងបាទបងអូខេបាញ់សាក់បាញ់ព្រមតើដល់កថ្ងៃនេះមានមួចូលមានមួចេញអាណាមួចេញស្រាប់អូនឯងចុចឲ្យបងស្រាប់ហើយអូខេយ៉ាងឡើងចាក់សោឲ្យបងឲ្យស៊ីគ្នាសិនណាចាស៊ីហីបាទហើយយើងប្រើហើយកន្លែងដែលបងប្រយ័ត្នជាងគេតែពីនេះហ្នឹងមិនឆក់អីផ្ទុកតែម្ដងអូមែនបាទមែនសារតែនេះវាបោកអានេះមានដកបើវាលឺអូខេវា work អានេះគេហៅឆៃអីគេមិញឆៃលើព្យុះលើអី voice ចា restart current ហ្នឹងអញ្ចឹងយើងគ្រាន់ចុចកន្លែងនេះហ៎ស្កត់កន្លែងហ្នឹងឲ្យទាញចេញមកអូខេមេដៃខាងស្ដាំមេដៃខាងស្ដាំឆ្វេងស្ដាំអូខេចេញហើយគ្រាន់តែដោតដូចសោះហើយយើងដោតវាវិញចូលប៉ុណ្្នឹងទៅបានហើយញ៉ាំខ្លាំងអូខេហើយបាទធ្វើមែនតើណាមិនលេងទេណាយើងនឹងយកអគុយដែលខ្ញុំបានជួសជុលមិញហ្នឹងខ្ញុំមក check ម្ដងទៀតថាវាដើរវិញមែនឬក៏អត់អូលុយណាហើយធ្វើការងារហ្នឹងយូរនៅរយៈពេល8ខែអូ8ខែចុះពីមុនធ្វើអីគេនៅធ្វើការ train បែប MV នៅ medium voltage មិនមែន MV music អីទេណាហើយអូនអញ្ចឹងមានន័យថាណៃនៅរៀនបដាធ្វើការបដាបាទបងរៀនពេលណាធ្វើការពេលណាខ្ញុំធ្វើពីច័ន្ទដល់សុក្រហើយសាទិត្យខ្ញុំរៀនសាលាណាវិទ្យាស្ថានវិភពបច្ចេកទេសកម្ពុជានៅហៅកាត់ NPIC ជំនាញអីគេអគ្គិសនីបងរៀនអគ្គិសនីគឺសាលាឥឡូវខ្ញុំចូលឆ្នាំទី5ហើយអូរៀន5ឆ្នាំផងចឹងបាទអូ Master មែនអត់ទេបងខ្ញុំមានបញ្ញបត្រតែ5ឆ្នាំដោយសារយើងសាទិត្យEnter នេះគឺជាចម្លើយបើសិនជាវាជោគជ័យកុំភ្លេចចាំយករង្វាន់ធំគឺម៉ូតូអញៀនផាសហើយយេលុយវឌ្ឍនាធ្លាប់ឆក់ខ្លែបធ្វើអត់ធ្លាប់តើបងខ្វះការប្រុងប្រយ័ត្នតិចទៅវាអាចប៉ះពាល់ដែរបងហេតុអីបានជ្រើសរើសរៀនខាងអគ្គិសនីដោយសារចង់ប្រាប់ម៉ាក់ថាការងារហ្នឹងល្អរៀនអគ្គិសនីហ្នឹងត្រូវរៀនបកកែមុខវិជ្ជាអីគេខ្លះបើអាចយើងគួរតែចេះគណិតវិទ្យាជាដំបូងបន្ទាប់មករូបវិទ្យាបងគិតថារៀនជំនាញហ្នឹងស្រួលរកការងារធ្វើអត់ស្រួលតើបងតែយើងចេះច្បាស់តើអីគេទៅដែលជាការយល់ច្រឡំធំជាងគេសម្រាប់អាជីពការងារមួយហ្នឹងអានេះឧទាហរណ៍ងាយពីម៉ាក់ខ្ញុំគាត់ថាការងាររៀនអគ្គិសនីសិតធ្វើការលើដបងលើខ្ពស់ទាំងអស់គ្នាហ្នឹងឯងខ្ញុំធ្លាប់ឃើញមីមហ្នឹងសម្រាប់អ្នកដែលចូលធ្វើការងារដំបូងផ្នែកហ្នឹងណាតើប្រាក់ខែអាចបានពីចន្លោះប៉ុន្មានទៅប៉ុន្មានដែរពីអាចចន្លោះពី300ទៅ400បងហ
អាជីពជាជាងបច្ចេកទេសអគ្គិសនីមិនមែនមានតែនៅក្នុងវិស័យយានយន្តអគ្គិសនីទេតួនាទីបែបនេះក៏មាននៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យសូឡាវារីអគ្គិសនីនិងវិស័យថាមពលស្អាតផ្សេងៗទៀតដែរហើយនេះដឹងនៅថាជាងបច្ចេកទេសអគ្គិសនីគេធ្វើការអីគេខ្លះរាល់ថ្ងៃហើយត្រង់ចំណុចណាដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាងគេចឹងអាចបើករង្វាន់ឲ្យអ្នកមើលបានហើយចង់ដឹងថាមានរង្វាន់អីគេខ្លះអត់ក្នុងសប្តាហ៍នេះគឺយើងមានរង្វាន់ដូចជាដបទឹកហើយនិងសៀវភៅយើងនឹងដាក់ឈ្មោះអ្នកឈ្នះសប្តាហ៍មុនក្នុង caption ខាងលើហើយរង្វាន់ធំនៅសប្តាហ៍ចុងក្រោយគឺម៉ូតូអគ្គិសនី Onion X1 ស៊េរីថ្មីមួយគ្រឿងហ្មងបានឆ្លើយសំណួរក្នុងភាគមុនហើយនៅបើនៅទេអាចទៅធ្វើបានណាឆ្លើយសំណួរមួយសប្តាហ៍មានឱកាសផ្សងសំណាងម្ដងណាអញ្ចឹងមកមើលវីដេអូរៀងរាល់សប្តាហ៍ដើម្បីមានឱកាសកាន់តែច្រើនដងចាប់យកម៉ូតូអគ្គិសនីមួយហ្នឹងម៉ូតូនេះសាកភ្លើងមកពេញអស់តែ1000រៀលទេជិះបាន75គីឡូម៉ែត្រហើយអាចជិះកាត់ទឹកបានជម្រៅដល់ទៅកន្លះម៉ែត្រក្នុងរយៈពេលកន្លះម៉ោងដើម្បីចូលរួមទី1ចុចចែករំលែកវីដេអូនេះទី2 scan QR code ដើម្បីឆ្លើយសំណួរអាទិត្យក្រោយបងត្រូវធ្វើអីទៀតអូមើលសិនខ្ញុំនឹងត្រូវ switch ការងារមួយថ្ងៃទៅធ្វើជាប្រធានគម្រោងនៅភូមិគ្មានផ្សែងភូមិគ្មានផ្សែងកុំភ្លេចចុច follow ដើម្បីកុំឲ្យខកខាននៅសប្តាហ៍ក្រោយ